trong video này nhung trong gìលើទឹកចិត្តឲ្យបងប្អូនដែលគាត់ហ៊ានស្ថាបត្យកម្មនៅស្រុកខ្មែរយើងហ្នឹងឲ្យគាត់មានគំនិតគិតថាយើងក៏អាចមកធ្វើការនៅក្នុងក្រុមហ៊ុនអន្តរជាតិបានដែរសំខាន់គឺលើខ្លួនយើងផ្ទាល់គឺយើងត្រូវធ្វើម៉េចដើម្បីពង្រឹងសមត្ថភាពការ design របស់យើងនៅក្នុងថ្នាក់រៀនចុងឧទាហរណ៍ថាបើសិនជាឥឡូវពួកយើងកំពុងតែរៀនឆ្នាំទី1ទី2ឬក៏ចិត្តចប់សារណាឬក៏អីចឹងគឺយើងត្រូវធ្វើម៉េចយើងផ្ដោតទៅលើអាការ design របស់យើងហ្នឹងឲ្យវាមានភាពខ្លាំងភាពលេចធ្លោចឹងនៅពេលដែលយើងចងក្រងជា portfolio ចងក្រងជាអីហ្នឹងគឺវាមានគុណភាពបាទន័យថាបើសិនជាទោះជាយើងដាក់ទៅធ្វើការនៅក្នុងក្រុមហ៊ុនស្រុកខ្មែរយើងក៏គេទទួលយកយើងដែរអញ្ចឹងក្នុងវិស័យស្ថាបត្យកម្មហ្នឹងឲ្យតែយើងខ្លាំងគឺអត់មានគឺមិនខ្វះថាការងារឬក៏អីសម្រាប់ខ្ញុំគិតថាក្រុមហ៊ុនគេនៅតែទៀមទាគេនៅតែចង់បុគ្គលិកដែលមានសមត្ថភាពចឹងអញ្ចឹងយើងត្រូវពង្រឹងសមត្ថភាពការ design របស់យើងនៅក្នុងថ្នាក់ធ្វើមួយឲ្យបានលេចធ្លោឬក៏អីចឹងទៅហើយសម្រាប់បើសិនជាពួកយើងចង់មានគម្រោងចង់ធ្វើការនៅស្រុកគេគឺនៅបរទេសនៅប្រទេសណាមួយឬក៏អីចឹងឬក៏នៅក្រុមហ៊ុនណាមួយចឹងគឺយើងត្រូវធ្វើការ research យើងត្រូវធ្វើការ research ធៀមខ្លួនថាតើគេទាមទារគេខ្លះឧទាហរណ៍ថាប្រទេសនេះអញ្ចឹងគេទាមទារសញ្ញាបត្រអង់គ្លេសគេទាមទារយ៉ាងហោចណាស់ក៏ត្រូវមានសញ្ញាបត្រអនុបណ្ឌិតឬក៏គេទាមទារមានបទពិសោធន៍2ឆ្នាំក្នុងការធ្វើការក្នុងវិស័យហ្នឹងអីចឹងអាហ្នឹងគឺយើងត្រូវដឹងថា step by step បានថាជំហានទី1យើងត្រូវត្រៀមអីចឹងណាយើងត្រូវត្រៀមចឹងទៅគឺអាចនឹងថា 3-4 ឆ្នាំឬក៏អីចឹងយើងអាចនឹងត្រៀមខ្លួនរួចដើម្បីចូលទៅធ្វើការនៅក្នុងដើម្បីអាច apply ទៅធ្វើការនៅក្នុងក្រុមហ៊ុនទាំងអស់ហ្នឹងបើសិនជាយើងយកបញ្ហាហ្នឹងមកគិតឥឡូវយើងគិតថាដូចជាពិបាកនឹងទៅរួចដោយសារតែឥឡូវយើងកំពុងតែនៅរៀនហើយយើងចង់ទៅធ្វើការក្រុមហ៊ុនមួយនៅបរទេសនៅអីចឹងមានអារម្មណ៍ថាវាឆ្ងាយមានអារម្មណ៍ថាវាឆ្ងាយពីអីដែលយើងកំពុងតែគិតណាប៉ុន្តែគឺយើងត្រូវត្រៀមខ្លួនបានន័យថាឲ្យតែយើងមានគោលដៅនឹងច្បាស់លាស់គឺយើងត្រូវបដោតហើយយើងនៅបដោតទៅលើអាគោលដៅរបស់យើងហ្នឹងហើយយើងត្រៀមខ្លួនពីមកវគ្គពីមួយដំណាក់ទៅមួយដំណាក់សំខាន់អីដែលខ្លាំងអីដែលសំខាន់ជាងគេគឺក្នុងវិស័យដែលយើងកំពុងតែរៀនស្ថាបត្យកម្មហ្នឹងគឺសមត្ថភាពខ្លួនឯងសមត្ថភាពការ design បើសិនសមត្ថភាពការ design របស់យើងខ្លាំងហើយយើងមាន portfolio ល្អហើយអាផ្សេងទៀតគឺវាទៅតាមនឹងដូចសញ្ញាបត្រអង់គ្លេសដូចថ្នាក់អនុបណ្ឌិតអីចឹងគឺយើង apply យើងអាចដាក់ទៅរៀនថ្នាក់អនុបណ្ឌិតឬក៏យើងអីចឹងទៅហើយសញ្ញាបត្រអង់គ្លេសយើងអាចប្រឡងបានតែសំខាន់ជាងគេគឺយើងត្រូវផ្ដោតទៅលើការ design របស់យើងការ design គឺត្រូវតែខ្លាំងត្រូវតែលេចធ្លោត្រូវតែមានភាពតាក់ទាញព្រោះថានៅក្នុងវិស័យហ្នឹងអ្នកខ្លាំងច្រើនណាអញ្ចឹងបើសិនជាយើងចង់ដាក់ទៅក្រុមហ៊ុនមួយដែលល្អដែលខ្លាំងគឺតទៅ portfolio របស់យើងហ្នឹងគឺគេមើលមកគឺគេចាប់អារម្មណ៍ហ្មងអញ្ចឹងបានន័យថាអាហ្នឹងគឺយើងត្រូវផ្ដោតទៅលើការ design ការគិតរបស់យើងឲ្យកាន់តែខ្លាំងក្នុងវីដេអូនេះខ្ញុំចង់និយាយ